បងប្អូនទាំងគ្នាឥឡូវនេះខ្ញុំកំពុងនៅខាងមុខស្តង់របស់ Aerodot ហើយជាបងប្អូនបានស្គាល់ដោយសារតែកន្លែងគាត់គឺជាសម្បុកបច្ចេកវិទ្យាហ្មងហើយកន្លែងនេះខ្ញុំឃើញមានផលិតផលថ្មីមួយដែលគាត់យកមកតាំងពីពួរនៅកម្មវិធី Digital អញ្ចឹងយើងនឹងទៅជួបជាមួយបងប្រុសទាំងអស់គ្នាហើយយើងនឹងទៅដឹងថាតើបច្ចេកវិទ្យាថ្មីនេះគឺជាគេជំរាបសួរបងអូខេបងជួយណែនាំឈ្មោះបន្តិចទៅបាទខ្ញុំអាចឈ្មោះផូសាក់សុភ័ក្រាជា Electronic Engineer និងជា PCB Designer របស់ក្រុមហ៊ុន Aerodot អូខេបងអរគុណច្រើនបងតើតើជាមួយនឹងឧបករណ៍ខាងក្រោយនេះជាអីគេដែរចំពោះថ្ងៃនេះតាមព័ន្ធនេះយើងយកមកឧបករណ៍ចំនួន4យកមកតាមបង្ហាញនេះដល់ឧទាហរណ៍ឧបករណ៍3នេះគឺជាប្រភេទជា IoT device បាទឧបករណ៍ទី1យើងប្រើជាសម្រាប់ឧបករណ៍វាស់នៅកម្រិតទឹកជំនន់មានន័យថាយើងវាស់នៅកម្រិតទឹកទន្លេឬក៏តាមទឹកស្ទឹងនានាដើម្បីយើងត្រួតមើលថាតើទឹកទន្លេនៅតំបន់នីមួយៗហ្នឹងវាឡើងដល់កម្រិតណាអញ្ចឹងបើសិនជាវាឡើងដល់កម្រិតអសន្នណាមួយវាអាចនឹងបោះជា alert ជា SMS ឬក៏ call direct ទៅកាន់អ្នករស់នៅជិតៗហ្នឹងឲ្យគាត់ដឹងជាមុនហើយដូចគ្នានេះដែរទិន្នន័យដែលវាទទួលបានទាំងអស់ហ្នឹងក៏វាយើងបង្ហាញនៅលើ website របស់យើងបានដែរអញ្ចឹងសាធារណជនទៅគាត់អាច check មើលនៅក្នុង website របស់យើងទៅអាចដឹងថាកម្រិតទឹកនៅតាមតំបន់នីមួយៗហ្នឹងវានៅកម្រិតណាយ៉ាបងអូអញ្ចឹងមានន័យថានេះឧបករណ៍វាស់ទឹកចំនួនបាទអញ្ចឹងនៅពេលដែលឥឡូវឧទាហរណ៍ថាទឹកចំនួនឡើងជិតដល់កន្លែងបង្ការអាសន្នវានឹង load notification នៅទូរស័ព្ទយើងមកហ្នឹងហើយបើសិនជាក្នុងករណីថាបើសិនបងចង់បានឧបករណ៍របស់យើងអាច register ទៅក្នុង website របស់យើងទៅដាក់ទីតាំងរបស់បងទៅអញ្ចឹងបើសិនជា device របស់យើងនៅមាន install នៅតំបន់ចិត្តហ្នឹងបើសិនជាវា alert វានឹងផ្ញើសារអូលយមែនតើអានេះជួយបានច្រើនណាស់បងនៅពេលដែលរដូវវស្សាមកដល់យើងអាចដឹងពីស្ថានភាពទឹកនៅទន្លេរបស់យើងឬក៏នៅជិតតំបន់ដែលបងប្អូនរស់នៅអញ្ចឹងទៅអូខេចុះឧបករណ៍ខាងក្រោមទៀតជាអីដែរបងចំពោះឧបករណ៍ខាងក្រោមនេះជាឧបករណ៍សម្រាប់វាស់នៅរំញ័ររបស់ស្ពានគឺយើងសហការជាមួយនឹងក្រសួងសាធារណការនៅដឹកជញ្ជូនណាដើម្បីយើងដាក់ឧបករណ៍នេះនៅតាមស្ពាននីមួយៗទៅដើម្បីយើងយកទិន្នន័យមកហើយយើងសិក្សាបន្ថែមថារំញ័ររបស់ស្ពានមួយហ្នឹងវាបែបម៉េចដើម្បីឲ្យខាងក្រុមបច្ចេកទេសស្ពានគាត់អាចចុះទៅមិនទៅតាមដល់ពេលចំពោះឧបករណ៍ខាងក្រោមមួយនេះវិញគឺសម្រាប់វាស់នៅជម្រៅទឹកនៅខាងក្រោមដីបាទគឺយើងបំពាក់ឧបករណ៍នេះនិង sensor នេះចុះទៅខាងក្រោមដីចុះដងដីដើម្បីយើងត្រួតពិនិត្យមើលថាទឹកនៅក្រោមដីនៅតាមតំបន់នីមួយៗហ្នឹងវាប្រែប្រួលតាមរបៀបបែបណាដើម្បីបង្ការនៅគ្រោះរាំងស្ងួតជាដើមនៅពេលដែលឧទាហរណ៍ថាតំបន់ហ្នឹងទឹកក្រោមដីវាធ្លាក់ដល់កម្រិតអាសន្នណាមួយវាអាចថាតំបន់ហ្នឹងអាចជួបគ្រោះរាំងស្ងួតនៅពេលខាងមុខអូទំនើបហ៎អូនេះខ្ញុំចាប់អារម្មណ៍នេះខ្លាំងហ្មងដោយសារតែយើងអាចដឹងពីស្ថានភាពទឹកក្រោមដីបានទៀតបាទអានេះយើងអាចប្រើប្រាស់បានទាំងនៅទីក្រុងទាំងនៅស្រុកតាមភូមិជនបទអីចឹងទៅហ្នឹងហើយអានេះយើងអាចប្រើនៅតំបន់ហ្នឹងក៏បានគ្រាន់តែតម្រូវការរបស់យើងត្រូវចាស់នៅដងទឹកទូចមួយដើម្បីយើងប្រឡាក់ sensor យើងចុះឲ្យដល់អូចឹងអាហ្នឹងយើងប្រកបចូលទៅក្នុងដងដែលគេបុកហើយហ្នឹងហើយអូខេដងទូចមួយសម្រាប់ដាក់យ៉ាហើយចុះចូលមកដល់ខាងលើមិញខ្ញុំចាប់អារម្មណ៍បងតាក់ទងមួយរំញោស្ពានផ្សេងៗអាហ្នឹងវាមិនបងមិនបានដឹងថារំញោនិយាយរួមស្ពាននីមួយៗវាមានរំញោរបស់វាតែយើងសង្កេតមើលថារំញ័រហ្នឹងវាត្រឹមត្រូវតាមរបស់វាហ្នឹងបាទក្នុងឧទាហរណ៍ខ្ញុំឧទាហរណ៍ករណីទូចមួយទៅឧទាហរណ៍ថាស្ពានយើងមានកណាត់ស្ពានច្រើនបើមិនជាវារំញ័រខុសប្រកបដីអាចថាជាន់របស់ស្ពានហ្នឹងវាមានអីស្តាក់នៅក្នុងហ្នឹងអញ្ចឹងអាចខាងក្រុមមេតហ្នឹងគាត់ទៅ check មើលយ៉ាអូចឹងមានន័យថានេះយើងប្រកបនៅក្នុងស្ពានឬក៏យើងដាក់នៅលើឧបករណ៍របស់យើងនេះចាប់នៅជាប់ស្ពានប៉ុន្តែយើងមាន sensor របស់យើងមួយចាប់ជាប់នៅបេតុងស្ពាននៅខាងក្រោមស្ពានហើយទាំងអស់នេះសិតតែធ្វើដោយខ្មែរយើងក៏មិនហ្នឹងហើយឧបករណ៍ទាំងអស់នេះយើងធ្វើនៅខ្មែរយើងទាំង hardware ទាំង software យើង assembly នៅខ្មែរពិសេសហ៎បងប្អូនបងឃើញជាប់ធំមួយគេទេឃើញចាប់អារម្មណ៍ខ្លាំងជាងគេធំនេះយើងហៅជា robot សម្រាប់ cable inspection ណាយើងសម្រាប់ដាក់ទៅលើប្រភេទស្ពានណាដែលមានខ្សែកាបដូចជាស្ពានទូបាសាននៅអ្នកលឿងទៅស្ពានថ្មីនៅកោះតារីជាដើមអញ្ចឹងយើងយក robot ហ្នឹងមកពាក់ទៅលើខ្សែកាបស្ពានហ្នឹងហើយយើងអាចបញ្ជា remote ពីចម្ងាយទៅដើម្បីឲ្យ robot យើងរត់តាមខ្សែកាបហ្នឹងហើយវាថតពិនិត្យមើលសភាពរបស់បំពង់ខ្សែកាបហ្នឹងចង់ដឹងថាវាមានស្នាមប្រេះមានកន្លែងណាខូចខាតអត់ដើម្បីអាចដូចគ្នាដែរហ្នឹងអាចឲ្យក្រុមការងារបច្ចេកទេសខាងស្ពានគាត់ចុះទៅមើលទៅតាមហ្នឹងទំនើបមែនបងសុំចូលតិចបាទចុះកន្លែងនេះឧបករណ៍អីដែរបងអានេះជា domain control របស់វាទេដោយសារតែយើងនៅក្នុង development stage យើងមានប៊ូតុងអានេះគ្រាន់តែទុកសម្រាប់ debug មើលសិនទេទៅពេលមែនតើទាំងអស់នេះយើងអាចថាមិនប្រើវាក៏បានដែរយើងអាច remote ពី laptop ពីចម្ងាយទៅក៏បានអូខេហើយចូលប្រភេទខាងក្នុងនេះកង់វារត់នៅតាមខ្សែកាបឯនេះកង់របស់វាយើងប្រើប្រភេទជា bell នេះមាន3សម្រាប់
ឲ្យមានលំនឹងរត់ឲ្យជាប់ទៅលើខ្សែកាបហើយកង់របស់វាហ្នឹងយើងអាចប្រែប្រួលតាមទំហំខ្សែកាបបានមានថាបើសិនទំហំខ្សែកាបអាចទូជាងនេះឬធំជាងនេះក៏ robot របស់យើងអាចដាក់បានចំពោះ robot មួយនេះខាងក្រុមហ៊ុន Aerodot របស់យើងសហការមួយខាងក្រសួងសាធារណការដឹកជញ្ជូនណាដើម្បីធ្វើ robot មួយនេះព្រោះយើងជួយក្នុងការថែទាំសុខភាពទៀតព្រោះបើសិនជាមែនតើគេត្រូវមានអ្នកជំនាញគាត់ឡើងមើលអញ្ចឹងវាពិបាកអញ្ចឹងយើងមាន robot មួយទៅដើម្បីរត់ទៅខ្សែកាបដល់ទីខ្ពស់ទៅក្រសួងបាច់មានអ្នកឡើងមើលអូខេយល់បងអូខេបងប្អូនទាំងគ្នាដូចបានឃើញអានេះគឺជា robot អីបង robot cable bridge inspection អូខេ robot ត្រួតពិនិត្យខ្សែកាបស្ពានដូចបងប្អូនបានឃើញអញ្ចឹងទាំងអស់មិញគឺមាន4ហើយអានេះទំនើបដែលបងបានគុំឡើងហើយព្រោះថានេះជួយទៅដល់បងប្អូនយើងបានច្រើនមែនទែនព្រោះថាគាត់រស់នៅតាមតំបន់ទន្លេក៏អីផ្សេងៗគាត់អាចដឹងពីទឹកឡើងឬក៏ទឹកស្រកអីបានអញ្ចឹងទៅជាខ្ញុំក្រោយដូចឧបករណ៍ទាំង3នេះអញ្ចឹងយើងព្យាយាម Aerodot ក្រុមហ៊ុនរបស់យើងព្យាយាម update implement នៅពីមួយចំនួនទៅមួយចំនួនអញ្ចឹងឧបករណ៍នេះយើងបានតម្លើងច្រើននៅតាមតំបន់នីមួយៗហើយយើងព្យាយាមគម្រោងទៅមុខទៀតយើងចង់តម្លើងឧបករណ៍នេះឲ្យបានច្រើនទូទាំងប្រទេសដើម្បីឲ្យ data របស់យើងទទួលមកវា accurate ហើយយើងមានគ្រប់ data របស់នៅតាមតំបន់នីមួយៗដើម្បីចុងក្រោយចង់ឲ្យប្រជាពលរដ្ឋរបស់យើងគាត់ដឹងមកគាត់ថាគាត់ចង់ដឹងកម្ពស់ទឹកលេឬក៏ជម្រៅទឹកនៅក្រោមដីនៅតំបន់ណាអញ្ចឹងគាត់អាចមើលលើ website របស់យើងទៅដឹងអូខេបងប្អូនទាំងអស់គ្នាដូចបានឃើញមិញហើយទាំងអស់នេះសិតតែជាឧបករណ៍បច្ចេកវិទ្យាដែលធ្វើឡើងដោយកូនខ្មែរយើងពីខាង Aerodot បងប្អូនប្រហែលជាស្គាល់ Aerodot ហើយបើអត់ស្គាល់ទេចូលទៅកាន់ Facebook page របស់គាត់ទៅឃើញឧបករណ៍បច្ចេកវិទ្យាច្រើនទៀតអូខេអញ្ចឹងនៅក្នុងវីដេអូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាហើយអរគុណច្រើនបងជួបគ្នានៅវីដេអូក្រោយសម្រាប់បងប្អូនដែលមានតម្រូវការម៉ាស៊ីនកសិកម្មជួយកាត់បន្ថយចំណាយនិងចំណេញលុយខ្ញុំសូមណែនាំក្រុមហ៊ុន Mintech ដែលមានគ្រប់គ្រងគ្រឿងកសិកម្មជាច្រើនប្រភេទដូចជាម៉ាស៊ីនសូនចំណីសត្វម៉ាស៊ីនកិនស្រូវម៉ាស៊ីនវាយស្មៅម៉ាស៊ីនហាន់ដើមចេកនិងប្រភេទទំនិញរាប់ពាន់មុខទៀតបងប្អូនទាំងអស់គ្នាត្រូវការអាចទំនាក់ទំនងតាមរយៈ Facebook Page Mintech Power Tool និងលេខទូរស័ព្ទនៅក្នុងអេក្រង់បាន